ស្វាយចាតង់យប់តែម្ដងនេះទៅក្លៀនខ្លាំងហ្មងអ្នកទាំងអស់គ្នាចានេះស្វាយនេះអូតំណងណានេះមិត្តភ័ក្តិបងអូនរបស់ខ្ញុំគាត់ផ្ញើមកឲ្យនេះអូញាក់សន្លប់នេះទៅគឺខ្ញុំចូលចិត្តណាលំកាត់យប់ហ្មងនេះអូអំបិលនេះក៏តំណងទៀតអូចូលជាតិសាហាវហ្មងនេះចានេះអំបិលបកាអូដាក់ម៉ាសិនមើលចង់នឹងឆ្ងាញ់ប៉ុណ្ណាចាស្រួយស្រាប់ហ្មងអូខ្លាំងអូយនេះអំបិលនេះដូចជាអំបិលស្ករគេនេះចាអូញាក់សន្លប់ពីអ្នកបងស្រីឡើងស្រួយស្រាប់ឡើងស្រួយខ្ញោកតែម្ដងចានេះអូខ្លាំងអត់ជួយអ្នកអរគ្នាទៅស្វាយกันជាសន្លប់និយាយទៅសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តអំបិលបកានេះអូឆ្ងាញ់ណាស់ខ្លាំងមកអត់អ្នកថាមកជូរនេះគឺកាត់យកតែម្ដងអត់មានជូរអីទេតែឡើងតំណងមកអ្នកនរគ្នាចាកាត់ជូរហ្នឹងទៅស្រួយស្រាប់ហ្មងឆ្ងាញ់សាហាវមែនគឺកាត់យកតែម្ដងអូនេះអ្នកនរគ្នាជាសន្លប់អូឆ្ងាញ់ខ្លាំងណាស់ចាបងប្អូនគ្នាទៅបើសិនជាបងមើលវីដេអូនាងខ្ញុំញ៉ាំទៅឃើញថាមិនសូវជាទំនងឬមួយក៏មើលទៅដូចជាមិនសមអីចឹងណាជាស្រ័យបងប្អូនគ្នាចាដោយសារតែនាងខ្ញុំធ្វើវីដេអូចាគឺទាក់ទងជាមួយមុខម្ហូបហើយក៏នាងខ្ញុំក៏ជាអ្នកលក់មុខម្ហូបផងដែរចាតែមុខម្ហូបគឺនាងខ្ញុំលក់ជាមួយនឹងគ្រឿងផ្អាប់ចាសម្រាប់បងណាដែលគាត់ត្រូវការកំងជាមួយនឹងផ្អកនាងខ្ញុំគឺមានលក់ផ្អកត្រីប្រាផ្អកត្រីពោផ្អកត្រីឆ្ពិនហើយនិងផ្អកសាច់ជ្រូកបងសម្លាញ់ចាជាស្នាដៃរបស់អ្នកម្ដាយនេះខ្ញុំធ្វើផ្ទាល់តែម្ដងទៅខ្ញុំធានាបាននៅរសជាតិឆ្ងាញ់ប្លែកមែនតើបងប្អូនគ្នាហើយសម្រាប់ផ្អកនាងខ្ញុំគឺមានតែមួយមុខទេបងប្អូនគ្នាគឺចាវរំដេងអង្ករលីងចាបងសម្លាញ់បងប្អូនគ្នាចាអូយនេះនិយាយទៅគឺរសជាតិវិញគាត់បើកប្រអប់មកលក្ខណៈថាអូឈ្ងុយជះក្លិន2 3ទះតែម្ដងចាពេលបានយកទៅចំហុយចៀនឬក៏ចាស្ងោរទៀតនឹងតាមចំណូលចិត្តបងប្អូនគ្នាចាអូយនេះមើលតែគ្រឿងទៅបងប្អូនគ្នានិយាយទៅគឺថាឡោងស្រស់ញញឹមតែម្ដងលក្ខណៈអញ្ចឹងណាចានេះគ្រឿងអូយពេលដែលជូរមកជាសន្លប់បងប្អូនគ្នាចាអញ្ចឹងបងត្រូវការបងអាចកំងបានបងណាហើយសម្រាប់លេខទំនាក់ទំនងបងអាចតាក់ទងមកនេះខ្ញុំតាម Telegram មកលឿនចានេះខ្ញុំទទួលភ្ញៀវកក់រៀងរាល់ថ្ងៃចាបងប្អូនគ្នាហើយធ្វើលក្ខណៈគ្រួសារថ្មីជាប្រចាំអត់មានធ្វើទុករយៈពេលយូរឬមួយក៏មានបន្ថែមសារធាតុទុកឲ្យបានយូរប៉ះពាល់ដល់សុខភាពគឺអត់ទេចានេះបងប្អូនគ្នាចាគឺធានាជូនតែម្ដងឆ្ងាញ់ប្លែកគុណភាពរសជាតិអនាម័យជូនទៅមួយសេតហើយមានការវេចខ្ចប់ទៅស្អាតបែបនេះបងប្អូនគ្នាគាត់ថានេះខ្ញុំថតមុនវេចខ្ចប់ទៅទៀតណាបងប្អូនគ្នាចានេះខ្ញុំលក់ចេញរៀងរាល់ថ្ងៃអរគុណបងប្អូនគ្នាសម្រាប់ការគាំទ្រអតិថិជនទាំងអស់ចា